ថ្មីម្ដងទៀតលោកអនុទានឆានវិរៈគុលនាយករដ្ឋមន្ត្រីថៃចាំផ្ទះបានទាត់ចោលការដាក់សម្ពាធរបស់សហរដ្ឋអាមេរិកដែលឲ្យថៃឈប់ប្រយុទ្ធគ្នាជាមួយកម្ពុជាភ្លាមក្រោយជំនួបតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាភួងកិតកែវនៅក្នុងជំនួបកាលពីថ្ងៃទី18ខែធ្នូឆ្នាំ2025លោក Rubio បានប្រាប់ឲ្យថៃចាត់វិធានការជាក់ស្ដែងដើម្បីកាត់បន្ថយភាពតានតឹងនិងប្រាប់ឲ្យថៃត្រូវតែវិលទៅរកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរទីក្រុង Washington មិនបានបង្ហាញថាបានតាក់ទងកម្ពុជាចំពោះរឿងនេះទេនេះមានន័យថាអាមេរិកបានចង់អុលថៃចំថាជាតួអង្គមិនព្រមបញ្ចប់ការប្រយុទ្ធយោងតាមកាសែតខៅសូតចុះផ្សាយថ្ងៃទី19ខែធ្នូលោកអនុទានបាននិយាយថាសម្ពាធពីបរទេសណាក៏ដោយដែលចង់ដាក់លើប្រទេសថៃគឺជាសម្ពាធមិនសមហេតុផលព្រោះថៃមិនដែលឈ្លានពានអ្នកណាទេនាយករដ្ឋមន្ត្រីថៃផ្ទះរូបនេះនិយាយថាបើអាមេរិកឬក៏ចិនចង់ដាក់សម្ពាធគួរតែដាក់ទៅលើអ្នកឈ្លានពានឬអ្នកដែលរំលោភទៅលើកិច្ចព្រមព្រៀងមិនមែនទីក្រុងបាងកកទេក្នុងន័យនេះលោកអនុទានចង់សម្ដៅមករាជធានីភ្នំពេញដោយចោទជាប្រយោលថាជាអ្នកបំពានទឹកដីថៃក៏ប៉ុន្តែលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាបាននិយាយដោយផ្អែកទៅលើប្រវត្តិសាស្ត្រថាក្នុងរយៈពេល100ឆ្នាំថៃឈ្លានពានលេបយកទឹកដីកម្ពុជាយ៉ាងហោចណាស់3ដងគួរសម្គាល់ថាចាប់តាំងពីការប្រយុទ្ធគ្នាជុំទី2ចាប់ផ្ដើមនៅថ្ងៃទី7ខែធ្នូឆ្នាំ2025មកកម្ពុជាតែងបង្ហាញឆន្ទៈទទួលយកគំនិតផ្ដួចផ្ដើមសន្តិភាពក៏ប៉ុន្តែរដ្ឋាភិបាលថៃទាត់ចោលគ្រប់សំណើឈប់បាញ់ក្នុងនោះរួមទាំងសំណើរបស់លោក Donald Trump ប្រធានាធិបតីអាមេរិកសំណើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim និងចុងក្រោយលោកអនុទានថាមិនបានដឹងពីការបញ្ជូនប្រេសិតរបស់ចិនមកសម្របសម្រួលជាលទ្ធផលយោធាថៃនៅបន្តបាញ់ផ្លោងចូលកម្ពុជានិងប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកបំផ្លាញស្ពានអូជីកភ្ជាប់ខេត្តឧត្តរមានជ័យនិងសៀមរាបនៅកណ្ដាលយប់ថ្ងៃទី19ខែធ្នូឆ្នាំ2025ខ្ញុំរស់សុធាពី News Today NTTV